សួស្តីបងប្អូនជួបជាមួយខ្ញុំចន្ទថាម្ដងទៀតនៅយប់ថ្ងៃទី31ខែឧសភាឆ្នាំ2026ថ្ងៃនេះខ្ញុំមានព័ត៌មានចំនួន4ចំណុចលើកយកមកចែករំលែកជាមួយបងប្អូនទាំងអស់គ្នាព័ត៌មានទី1ថ្ងៃនេះគឺតាក់ទងនឹងវិចារណកថាដ៏គួរឲ្យចាប់អារម្មណ៍មួយដែលដាក់ចំណងជើងថាលាក់ការបានខ្ពស់រស់បានយូរហើយក៏តាក់ទងនឹងពាក្យថាក្តៅស៊ីរាក់ត្រជាក់ស៊ីជ្រៅដែលជាយុទ្ធសាស្ត្រដែលថៃគេកំពុងតែធ្វើមកលើកម្ពុជានៅក្នុងពេលវេលានៃសង្គ្រាមត្រជាក់នេះគឺជាអត្ថបទដ៏សំខាន់មួយដែលខ្ញុំជឿថាបងប្អូនប្រកាសជាជក់ចិត្តនៅពេលដែលបងប្អូនបានស្ដាប់សាច់រឿងពេញនៃអត្ថបទដ៏ល្អនោះព័ត៌មានទី2គឺតាក់ទងនឹងការតវ៉ារបស់ក្រសួងការបរទេសរបស់កម្ពុជាទៅនឹងទង្វើឈ្លានពានបន្ថែមទៀតរបស់ភាគីថៃដែលគេទើបតែបានដាក់ទង់ជាតិលើទីតាំងពីរកន្លែងក៏ដូចជាសាងសង់ពុទ្ធរូបដល់ទៅ36កន្លែងនៅលើទឹកដីដែលគេកំពុងតែកាន់កាប់ខុសច្បាប់របស់កម្ពុជាបច្ចុប្បន្ននេះបងប្អូនកម្ពុជាបានធ្វើការតវ៉ាជាផ្លូវការហើយសម្រាប់ទង្វើទាំងអស់នេះហើយព័ត៌មានទី3និងព័ត៌មានទី4គឺសុទ្ធតែតាក់ទងនឹងការបង្ក្រាបអក្រិតកម្មអនឡាញនៅក្នុងរាជធានីភ្នំពេញទាំងគ្រប់ខណ្ឌទាំងអស់ការបោសសម្អាត scam អនឡាញត្រឹមតែថ្ងៃទី30ខែឧសភានេះគឺថាមានលទ្ធផលជាច្រើនដែលប្រមូលបានហើយដែលចាប់ឃាត់ខ្លួនបានក៏ដូចជាធ្វើការផាកពិន័យទៅកាន់ម្ចាស់ទីតាំងផងដែរលំអិតបន្ថែមទៀតសូមពុកម៉ែបងប្អូនទស្សនាវីដេអូពេញដូចតទៅលាក់ការខ្ពស់រស់បានយូរតើពាក្យនេះពិតជាត្រឹមត្រូវដែរឬទេចុះបើសិនបើគេមាន drone ហើយគេមាន sniper គេនៅតែរកឃើញយើងគេនៅតែមើលឃើញយើងដដែលហ្នឹងហេតុអ្វីស្ងាត់យើងបែរជាបាត់ស្មារតីជាតិទាំងយើងក៏ដឹងដែរថាគេកំពុងតែលេងល្បិចក្តៅស៊ីរាក់ត្រជាក់ស៊ីជ្រៅមែនទែនទៅនៅក្នុងប្រវត្តិសាស្ត្របានបញ្ជាក់យ៉ាងច្បាស់ថាខ្មែរយើងពិតជាឆាប់ភ្លេចមែនស្រដៀងគ្នាទៅនឹងពួកក្រុមជនជាតិភាគតិចដែលបាត់បង់ប្រទេសឬคล้ายទៅជាជនជាតិភាគតិចដែលរស់នៅលើទឹកដីរបស់ប្រទេសខ្លួនដោយការបាត់បង់ទឹកដីរបស់នគរចម្ប៉ានិងទឹកដីក្រមអ៊ីស្លាមនៅខាងត្បូងប្រទេសថៃយ៉ាងដូច្នោះដែរតើបងប្អូនយើងដឹងថាដែលប្រទេសថៃគេបានទឹកដីប៉ុណ្ណឹងតើគេបានមកដោយយ៉ាងណាទេខ្ញុំចង់ប្រាប់បងប្អូនថាមិនមែនជារឿងចៃដន្យទេពួកគេមានរបៀបធ្វើនយោបាយតជំនាន់គ្រប់ជំនាន់ទើបគេអាចបានវាមកដល់ថ្ងៃនេះដូចជានៅសម័យអយុធ្យាថៃខំអោនដាក់គ្រាប់សម័យសុខោទ័យរវិសរវៃខំវាយកទឹកដីគឺគេខ្ចីដៃស្ដាច់ជ្រកកោនវាយកទឹកដីសម័យបាងកករៀបច្រកចេញយកមហាអំណាចមកការពារដូចជាសង្គ្រាមលោកលើកទី1សង្គ្រាមលោកលើកទី2ចូលដល់សង្គ្រាមវៀតណាមសៀមបន្តជួយអាមេរិកវាយវៀតណាមទៀតថៃប្រៀបដូចជាក្តាមវាសក់តែសម្បកទេប៉ុន្តែថៃគឺនៅតែជាថៃដដែលចុះតើវាពាក់ព័ន្ធអីនឹងពាក្យថាលាក់ការបានខ្ពស់រស់បានយូរនិងក្តៅស៊ីរាក់ត្រជាក់ស៊ីជ្រៅពីព្រោះថានៅក្នុងពាក្យស្លោកនឹងគឺបានដាស់តឿនយើងថាការសម្ងាត់របស់យោធាឬប្រព័ន្ធនៃការរៀបចំរបស់យោធាមិនមែនជារឿងដែលយើងគ្រប់គ្នាត្រូវតែយកមកនិយាយជាចំហនោះឡើយហើយរឿងនេះក៏មិនមែនត្រូវយកមកបង្ហោះដើម្បីសម្ញែងឬសម្ដែងរឹតនោះទេព្រោះថាវានឹងនាំជាគ្រោះថ្នាក់ទៅវិញទេនៅពេលដែលសត្រូវស្គាល់យើងកាន់តែច្បាស់ដូចជាបងប្អូនយើងមួយចំនួនបានបង្ហោះបង្ហាញលេនដ្ឋានដ៏រឹងមាំបង្ហាញអាវុធទំនើបរហូតប្រាប់ទៀតថាខ្មែរមានយន្តហោះចម្បាំងថែមទៀតការបង្ហាញបែបនេះមិនមែនមានន័យថាយើងកំពុងតែដាក់សម្ពាធទៅលើសត្រូវនោះទេប៉ុន្តែវាបែរជាធ្វើឲ្យសត្រូវតម្រូវប្រភេទអាវុធដើម្បីយកមកកំទេចយើងទៅវិញទេបងប្អូនក៏បានឃើញដែរថាមួយរយៈនឹងកងទ័ពថៃគេបានធ្វើអ្វីខ្លះពួកគេបានធ្វើសមយុទ្ធព្រៃបានបញ្ជាទិញប្រព័ន្ធការពារដែនអាកាសថ្មីដើម្បីរងចាំបាញ់កំទេចលទ្ធភាពអាវុធដែលយើងមាននិងអ្វីដែលយើងរឹងមាំដូច្នេះបងប្អូនកុំច្រឡំថាការដែលបងប្អូនបង្ហាញអញ្ចឹងធ្វើឲ្យសត្រូវខ្លាចតាមពិតគេមិនខ្លាចយើងនោះទេដោយពាក្យមួយដែលគេពោលថាស្គាល់ខ្លួនឯងស្គាល់សត្រូវវាយ100ដងឈ្នះ100ដងស្គាល់ខ្លួនឯងហើយមិនស្គាល់សត្រូវពេលចេញទៅច្បាំងមិនឈ្នះហើយក៏មិនចាញ់តែបើមិនស្គាល់ខ្លួនឯងហើយមិនស្គាល់ទាំងសត្រូវទៀត
ប្រកាសណាស់ច្បាំង100 ដងប្រកាសជាចាញ់ទាំង100 ដងការចាញ់ឬឈ្នះនៅក្នុងសង្គ្រាមឬមិនទាន់កើតសង្គ្រាមគឺបែបនឹងឯងបងប្អូនសូមបងប្អូនយើងត្រូវដឹងរួចថៃគេក៏យល់ដឹងចំណុចនឹងដូចគ្នាឯរឿងសង្គ្រាមខ្មែរសៀមគឺមិនទាន់ចប់ទេគឺវាកំពុងតែមានបែបជាសង្គ្រាមត្រជាក់តាមរយៈសង្គ្រាមការទូតនិងតាមរយៈសង្គ្រាមយោធាគេកំពុងតែញុះយើងដើម្បីឲ្យមានការផ្ទុះជុំទី3ដើម្បីគេគេចចេញពីការទទួលខុសត្រូវនិងនីតិវិធី MOU ឆ្នាំ2000ឬការអនុវត្ត GBC និង JBC រួមទាំងUNCLOS ដែលជាអនុសញ្ញាសហប្រជាជាតិស្ដីអំពីនីតិវិធីសមុទ្រឆ្នាំ1982ចុះនីតិវិធីទាំងអស់ហ្នឹងតើអាចដំណើរការបានដែរឬទេបើគេព្យាយាមរត់គេចយើងត្រូវតែព្យាយាមទាញគេចូលបើសម្រាប់ការយល់ឃើញរបស់ខ្ញុំថាគេមិនអាចគេចបានទេព្រោះតែគេកំពុងតែអស់ផ្លូវដើរហើយចុះថាតើយើងគួរធ្វើយ៉ាងម៉េចទៀតយើងត្រូវតែស្ងាត់ប៉ុន្តែមិនមែនអត់សកម្មភាពទេឲ្យតែឃើញព័ត៌មានជាតិសូមបងប្អូនជួយ share ឲ្យបានលឿនឲ្យតែឃើញកងទ័ពយើងមានតម្រូវការអីយើងរួមគ្នារៀបចំឲ្យពួកគាត់ភ្លាមព្រោះសង្គ្រាមទាំងពីរនេះជ្រៅណាស់បងប្អូនប៉ុន្តែយើងត្រូវតែច្បាស់និងជឿជាក់លើយុទ្ធវិធីរបស់រាជរដ្ឋាភិបាលយើងពួកយើងក្នុងនាមជាប្រជាពលរដ្ឋគឺយើងមិនអាចភ្លេចបានទេគឺយើងត្រូវតែចាំថាកំភ្លើងគេគឺកំពុងតែតម្រង់មុខយើង24 ម៉ោងលើ24 ម៉ោងសូមយើងកុំភ្លេចហើយកុំប្រហែសឲ្យសោះរថក្រោះរបស់គេអាចបញ្ឆេះម៉ាស៊ីនបានភ្លាមហើយសង្គ្រាមក៏អាចឆេះរាប់សិបទីតាំងគឺដូចជាបងប្អូនបានដឹងមុនមកក្នុងសង្គ្រាមទាំងពីរលើកនោះអញ្ចឹងថ្ងៃនេះខ្ញុំសូមនាំយកនៅពាក្យមួយឃ្លាមករំលឹកបងប្អូននិងខ្ញុំទាំងអស់គ្នាគឺពាក្យថាបណ្ឌិតឃើញទុកមិនទាន់មកដល់យោបល់គិតទុកពីចម្ងាយកុំចាំរហូតដល់ទុកមកដល់កាយហើយសប្បាយคล้ายទៅជាទុកភ្លេចអ្វីយើងអាចភ្លេចបានតែយើងកុំភ្លេចសត្រូវដែលនៅនឹងមុខយើងឲ្យសោះខ្ញុំសូមបញ្ចប់សំណេរបែបខ្លីត្រឹមតែប៉ុណ្្នឹងទៅចុះប្រសិនបើមានការខ្វះចន្លោះឬលើសលួសត្រង់ចំណុចណាមួយក៏សូមបងប្អូនមេត្តាអធ្យាស្រ័យទុកជាមុនសូមគោរពអរគុណបងប្អូនដែលបានចំណាយពេលវេលាដ៏មានតម្លៃតាមដានទស្សនាវីដេអូនេះពីដើមរហូតដល់ចប់ហើយជាចុងបញ្ចប់ខ្ញុំនៅតែមិនភ្លេចនឹងលើកទឹកចិត្តពុកម៉ែបងប្អូនឲ្យទុកចិត្តលើរាជរដ្ឋាភិបាលរបស់យើងបន្តទៀតសូមអរគុណសូមបងប្អូនជួយចែករំលែកវីដេអូនេះឲ្យបានច្រើនទាំងអស់គ្នាកម្ពុជាសូមធ្វើការតវ៉ាជាផ្លូវការចំពោះទង្វើរំលោភបំពានរបស់ភាគីសៀមដែលធ្វើការដាំទង់ជាតិថែមទៀតក៏ដូចជាធ្វើការសាងសង់ពុទ្ធរូបនៅលើទឹកដីដែលជាដែនអធិបតេយ្យភាពរបស់កម្ពុជាបាទបងប្អូនកាលពីយប់ថ្ងៃទី30យើងបានឃើញសេចក្តីប្រកាសព័ត៌មាននេះចេញផ្សាយដោយក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិរបស់យើងតវ៉ាប្រឆាំងទៅនឹងទង្វើថ្មីទៀតដែលប្រព្រឹត្តឡើងដោយយោធាសៀមបងប្អូនអញ្ចឹងខ្ញុំសូមអានអត្ថន័យដើមទាំងស្រុងនៃសេចក្តីប្រកាសនេះជូនពុកម៉ែបងប្អូនស្ដាប់តែម្ដងសេចក្តីប្រកាសព័ត៌មានរាជរដ្ឋាភិបាលកម្ពុជាសូមធ្វើការតវ៉ាជាផ្លូវការប្រឆាំងទៅនឹងការបន្តរំលោភបំពានរបស់ភាគីថៃមកលើអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់កម្ពុជានៅក្នុងតំបន់ដែលកងទ័ពថៃបានកាន់កាប់ដោយខុសច្បាប់ចាប់តាំងពីថ្ងៃទី27ខែធ្នូឆ្នាំ2025ការតវ៉ាថ្មីនេះពាក់ព័ន្ធនឹងការសាងសង់ព្រះពុទ្ធបដិមាយ៉ាងតិចចំនួន36អង្គនៅទីតាំងមួយចំនួនស្ថិតក្នុងខេត្តព្រះវិហារនិងខេត្តឧត្តរមានជ័យព្រមទាំងការដំឡើងបង្គោលទង់ជាតិចំនួន2នៅខេត្តព្រះវិហារបន្ទាប់ពីបទឈប់បាញ់ថ្ងៃទី27ខែធ្នូឆ្នាំ2025កងកម្លាំងយោធាថៃបានបន្តពង្រឹងការគ្រប់គ្រងនិងការកាន់កាប់ដោយខុសច្បាប់លើទឹកដីរបស់កម្ពុជាតាមរយៈការសាងសង់សំណង់អចិន្ត្រៃយ៍នានាដូចជាផ្លូវព្រះពុទ្ធបដិមាធំការដំឡើងនិងការពង្រឹងរបាំងផ្លូវដោយប្រើទូកុងតឺន័រនិងបន្លាលួសការសាងសង់បង្គោលទង់ជាតិនៅទីតាំងមួយចំនួនព្រមទាំងការរៀបចំសកម្មភាពវប្បធម៌និងទេសចរផ្សេងសកម្មភាពទាំងនេះមិនអាចចាត់ទុកថាជាវិធានការរក្សាទីតាំងឈរជើងកងទ័ពនោះទេវាគឺផ្ទុយយ៉ាងច្បាស់ទៅនឹងវិធានការដែលចែងនៅក្នុងចំណុចរ៉ូម៉ាំង1នៃសេចក្តីប្រកាសរួម
នៃកិច្ចប្រជុំពិសេសលើកទី3របស់គណៈកម្មាធិការព្រំដែនទូត GBC កាលពីថ្ងៃទី27ខែធ្នូឆ្នាំ2025ជាពិសេសនៅក្នុងចំណុចទី2និងចំណុចទី3ចំណុចទី2បានចែងថាភាគីទាំងពីរឯកភាពគ្នារក្សាការឈរជើងនៃកងកម្លាំងរបស់ខ្លួននៅទីតាំងបច្ចុប្បន្នដោយមិនត្រូវធ្វើសកម្មភាពចល័តកងកម្លាំងបន្ថែមទៀតមិនត្រូវឲ្យមានការធ្វើសកម្មភាពចល័តកងកម្លាំងដោយរាប់បញ្ចូលទាំងការល្បាតចូលទៅកាន់ទីតាំងរបស់ភាគីម្ខាងទៀតហើយចំណុចទី3បានចែងថាភាគីទាំងពីរឯកភាពគ្នាថារាល់ការព្រមព្រៀងក្រោមសេចក្តីប្រកាសរួមនេះមិនត្រូវធ្វើឲ្យប៉ះពាល់ដល់ការខ័ណ្ឌសីមាព្រំដែននិងព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរនោះទេភាគីទាំងពីរឯកភាពគ្នាប្រគល់តួនាទីឲ្យគណៈកម្មាធិការចម្រុះព្រំដែនបន្តអនុវត្តការងារវាស់វែងនិងខ័ណ្ឌសីមាព្រំដែនឲ្យបានយ៉ាងឆាប់រហ័សបំផុតស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងតាមបណ្ដោយព្រំដែនភាគីទាំងពីរឯកភាពគ្នាថានឹងប្រើប្រាស់យន្តការដែលមានស្រាប់នៃគណៈកម្មការចម្រុះព្រំដែនដើម្បីធានាសុវត្ថិភាពនិងសន្តិសុខរបស់ក្រុមការងារវាស់វែងចម្រុះនៅលើទីតាំងជាក់ស្ដែងដោយរាប់បញ្ចូលទាំងសុវត្ថិភាពពីការជន់មីនភាគីទាំងពីរឯកភាពគ្នាថាគណៈកម្មការចម្រុះព្រំដែននឹងផ្ដល់អាទិភាពខ្ពស់បំផុតចំពោះការងារវាស់វែងនិងខ័ណ្ឌសីមាព្រំដែននៅតំបន់ដែលរងផលប៉ះពាល់និងមានជនស៊ីវិលរស់នៅរាជរដ្ឋាភិបាលកម្ពុជាសូមបញ្ជាក់សារជាថ្មីថាកម្ពុជាមិនទទួលស្គាល់ខ្សែបន្ទាត់ព្រំដែនតាមរយៈការប្រើប្រាស់កម្លាំងជាដាច់ខាតឬការទាមទារទឹកដីជាឯកតោភាគីដោយប្រទេសថៃនោះទេហើយសកម្មភាពដូចបានរៀបរាប់ខាងលើនឹងមិនធ្វើឲ្យប៉ះពាល់ដល់សិទ្ធិស្របច្បាប់ឬជំហររបស់ប្រជាជនកម្ពុជាទាក់ទងនឹងព្រំដែនអន្តរជាតិរបស់ខ្លួននោះឡើយរាជរដ្ឋាភិបាលកម្ពុជាសូមអំពាវនាវឲ្យប្រទេសថៃគោរពតាមការបដិញ្ញាចិត្តដែលបានធ្វើឡើងក្នុងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសរបស់គណៈកម្មាធិការព្រំដែនទូទៅ GBC ដើម្បីស្ដារឡើងវិញនូវជំនឿនិងទំនុកចិត្តរវាងគ្នាទៅវិញទៅមកព្រមទាំងលើកកម្ពស់សន្តិភាពស្ថិរភាពនិងទំនាក់ទំនងភាពជាអ្នកជិតខាងល្អតាមបណ្ដោយព្រំដែនរួមរវាងប្រទេសទាំងពីរស្របតាមគោលការណ៍នៃច្បាប់អន្តរជាតិធម្មនុញ្ញអង្គការសហប្រជាជាតិធម្មនុញ្ញអាស៊ាននិងសន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ TAC ធ្វើនៅរាជធានីភ្នំពេញថ្ងៃទី29ខែឧសភាឆ្នាំ2026បាទបងប្អូនចឹងនេះគឺជាអត្ថន័យដើមទាំងស្រុងនៃសេចក្តីប្រកាសព័ត៌មានចេញផ្សាយពីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិរបស់យើងនៅថ្ងៃទី29កាលពីពេលម្សិលមួយថ្ងៃកន្លងទៅនេះសូមបងប្អូនជួយចែករំលែកព័ត៌មាននេះឲ្យបានច្រើនទាំងអស់គ្នាសូមអរគុណច្រើនក្តៅហុយទៀតដែរបងប្អូនក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយឯកឧត្តមខួងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញថ្ងៃនេះយើងបានឃើញព័ត៌មាននៃការចុះបង្ក្រាបបទល្មើសបោកប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យាឬគេហៅថា online scam ទៀតហើយបងប្អូននេះគឺជាបេសកកម្មដែលថ្នាក់ដឹកនាំរាជធានីភ្នំពេញក៏ដូចជាខេត្តក្រុងផ្សេងទៀតកំពុងតែធ្វើដោយមិនទម្លាក់ដៃទេបងប្អូននេះគឺជារឿងដែលយើងត្រូវការធ្វើជាបន្តបន្ទាប់ធ្វើដើម្បីបោសសម្អាតផ្ទះយើងបងប្អូនសូមមកមើលព័ត៌មានលម្អិតថ្ងៃនេះបន្តិចគឺថាពិសេសមែនទែនក្រោមការដឹកនាំផ្ទាល់របស់ឯកឧត្តមខួងស្រេងបងប្អូនដែលเพจរបស់រដ្ឋបាលរាជធានីភ្នំពេញបានចេញផ្សាយនៅរសៀលថ្ងៃទី31នេះយ៉ាងដូចនេះថានៅថ្ងៃទី30ខែឧសភាឆ្នាំ2026ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ឯកឧត្តមខួងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញារងឯកឧត្តមឯកខុនឌឿននិងឯកឧត្តមសុកពេញវុឌ្ឍអភិបាលរងរាជធានីភ្នំពេញបានដឹកនាំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌជ្រោយចង្វាចុះប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យពាក់ព័ន្ធនិងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាហៅថា online scam ហ្នឹងនៅទីតាំង Condo Morgan ស្ថិតនៅក្នុងភូមិ3សង្កាត់ជ្រោយចង្វាខណ្ឌជ្រោយចង្វាជាលទ្ធផល1បន្ទប់ទី1រកឃើញជនបរទេសស្នាក់នៅចំនួន7នាក់មាន1សញ្ជាតិសម្ភារៈ
និងវត្ថុតាងដែលរកឃើញរួមមានកុំព្យូទ័រ all in one ចំនួន1គ្រឿងកុំព្យូទ័រយួរដៃ laptop ចំនួន9គ្រឿងទូរស័ព្ទដៃចំនួន5គ្រឿងនិងសម្ភារៈផ្សេងទៀតមួយចំនួនបន្ទប់ទី2រកឃើញជនបរទេសចំនួន2នាក់គ្មានឯកសារឬលិខិតឆ្លងដែនត្រឹមត្រូវបន្ទប់ទី3រកឃើញថ្នាំញៀនមេតាំហ្វេតាមីននិងកេតាមីនទម្ងន់ប្រហែលជា70ក្រាមបារីអេឡិចត្រូនិកនិងក្បាលបារីអេឡិចត្រូនិកមួយចំនួនធំថង់សម្រាប់ច្រកគ្រឿងញៀនចិញ្ចៀងថ្លឹងគ្រឿងញៀនចំនួន2គ្រឿងទូរស័ព្ទដៃ2គ្រឿងនិង iPad 2គ្រឿងជនសង្ស័យនិងវត្ថុតាងនៅក្នុងករណីនេះត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចាត់ការតាមនីតិវិធីចំពោះបន្ទប់ដែលពាក់ព័ន្ធនឹងករណីខាងលើត្រូវបិទឃ្លុំជាបណ្ដោះអាសន្នចំពោះម្ចាស់ទីតាំងមានសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានិងស្នាក់នៅខុសច្បាប់ត្រូវបានធ្វើការផាកពិន័យសរុបចំនួន9នាក់ក្នុងនោះម្នាក់ផាកពិន័យ4លានរៀលសរុបចំនួន36លានរៀលបាទបងប្អូននេះគឺជាព័ត៌មានជាសកម្មភាពចុះបង្ក្រាបនៅថ្ងៃទី30ហើយចេញផ្សាយនៅថ្ងៃទី31នេះដែលបញ្ជាក់ថាបានធ្វើការផាកពិន័យទៅលើមនុស្សប្រុសចំនួន9នាក់ម្នាក់គឺថាត្រូវទទួលរងនឹងការផាកពិន័យចំនួន4លានរៀលនេះគឺជាកិច្ចការដែលរដ្ឋបាលរាជធានីភ្នំពេញបានយកចិត្តទុកដាក់មែនទែនហើយការចុះបង្ក្រាបយើងឃើញតាំងពីម្សិលមិញម្សិលមួយថ្ងៃក៏មានសកម្មភាពនៃការចុះបង្ក្រាបនៅក្នុងខណ្ឌផ្សេងក្នុងទីតាំងផ្សេងផងដែរបងប្អូននេះគឺជារឿងដែលយើងពិតជាអរគុណថ្នាក់ដឹកនាំដែលបានយកចិត្តទុកដាក់យ៉ាងខ្លាំងជាពិសេសឯកឧត្តមខួងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានយកចិត្តទុកដាក់នៅក្នុងកិច្ចការនេះមែនទែនបើទោះបីជាលោកមកមានញឹករវល់យ៉ាងខ្លាំងជាមួយនឹងកិច្ចការផ្សេងទៀតដ៏ច្រើនប៉ុន្តែលោកមិនដែលភ្លេចទេនៅកិច្ចការដ៏សំខាន់មួយនេះគឺថាបោសសម្អាតនៅការបោកប្រាស់អនឡាញឲ្យបានអស់ទាំងស្រុងនៅក្នុងរាជធានីភ្នំពេញហើយជឿថាខេត្តក្រុងផ្សេងទៀតក៏កំពុងតែបំពេញបេសកកម្មនេះយ៉ាងសកម្មដូចគ្នាទូទាំងប្រទេសកម្ពុជាត្រូវតែបោសសម្អាតគ្រប់ទីតាំងគ្រប់ខេត្តក្រុងរាជធានីតែម្ដងបងប្អូនសូមជួយចែករំលែកព័ត៌មាននេះមួយគឺជាការលើកទឹកចិត្តដល់ថ្នាក់ដឹកនាំក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញផងដែរដែលនៅតែបន្តធ្វើកិច្ចការនេះយ៉ាងសកម្មហើយបានលទ្ធផលល្អប្រសើររកឃើញនៅអ្នកដែលមានបញ្ហាអ្នកដែលប្រព្រឹត្តរឿងនេះពិតប្រាកដធ្វើការខាត់ខ្លួនធ្វើការផាកពិន័យធ្វើការដកហូតនៅសម្ភារៈផ្សេងទៅតាមនីតិវិធីដែលបានកំណត់អរគុណច្រើនបងប្អូនសូមជួយ share វីដេអូនេះម្នាក់មួយទាំងអស់គ្នាតើបងប្អូនយើងមកមើលអំពីលទ្ធផលនៃការបោសសម្អាតករណី scam online នៅក្នុងខណ្ឌទាំង14នៃរាជធានីភ្នំពេញបងប្អូនដែល page រដ្ឋបាលរាជធានីភ្នំពេញបានចេញផ្សាយឲ្យយើងបានដឹងនៅថ្ងៃនេះយ៉ាងដូចនេះថានៅថ្ងៃទី30ខែឧសភាឆ្នាំ2026ក្រោមការដឹកនាំនិងបញ្ជាផ្ទាល់របស់ឯកឧត្តមខួងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង14បានធ្វើការចុះត្រួតពិនិត្យតាមទីតាំងអគារខុនដូអាផាតមិនបូរីផ្ទះសំណាក់និងសន្តាគារមួយចំនួនក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងភូមិសាស្ត្ររាជធានីភ្នំពេញក្នុងកិច្ចសហប្រតិបត្តិការតាមទីតាំងខាងលើគណៈបញ្ជាការឯកភាពបានធ្វើការត្រួតពិនិត្យទីតាំងសរុបចំនួន81ទីតាំងរកឃើញជនបរទេសស្នាក់នៅសរុបចំនួន705នាក់ស្រី174នាក់ក្នុងនោះមានជនបរទេសចំនួន24នាក់ស្នាក់នៅដោយគ្មានលិខិតឆ្លងដែនឬឯកសារត្រឹមត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីបន្តនីតិវិធីនៅថ្ងៃជាមួយគ្នានេះដែរស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានអនុវត្តការផាកពិន័យចំពោះម្ចាស់ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្ដុំស្របតាមអនុក្រឹត្យលេខ03អនក្របកមាត្រា20ជំពូកទី6ស្ដីអំពីទណ្ឌកម្មបានផាកពិន័យសរុបចំនួន4ទីតាំងលើមនុស្សចំនួន19នាក់គិតជាថវិកាសរុប76លានរៀលបាទបងប្អូនអញ្ចឹងនេះគឺជាទិន្នន័យសម្រាប់តែថ្ងៃទី30
ខែឧសភាដែលមានក្រមការងារចុះបង្ក្រាបទាំង14ខណ្ឌព្រមគ្នាតែម្ដងលទ្ធផលគឺថាបានចុះបង្ក្រាបរហូតដល់ទៅ81ទីតាំងហើយនៅក្នុងនោះនៅពេលដែលបានរកឃើញថាទីតាំងណាមួយមានអ្នកដែលប្រព្រឹត្តបទល្មើសឆបោកអនឡាញហ្នឹងមិនត្រឹមតែអ្នកដែលប្រព្រឹត្តនោះមានទោសទេអ្នកដែលជាម្ចាស់កន្លែងម្ចាស់ទីតាំងនោះក៏ត្រូវរងការផាកពិន័យផងដែរបងប្អូនអញ្ចឹងបានឃើញថាសម្រាប់ថ្ងៃទី30ហ្នឹងក្នុងថ្ងៃដដែលគឺបានធ្វើការផាកពិន័យបាទម្ចាស់ទីតាំងចំនួន19នាក់គិតជាទឹកប្រាក់គឺថា76លានរៀលនេះគឺជាសកម្មភាពបោសសម្អាតដែលសាលារាជធានីភ្នំពេញនៅតែបន្តធ្វើប្រសិនបើរកឃើញថាទីតាំងណាផ្សេងទៀតសង្ស័យថាមានសកម្មភាពមានការលាក់បាំងសកម្មភាពការបោកប្រាស់តាមប្រព័ន្ធអនឡាញហ្នឹងគឺថាក្រុមការងារដែលទទួលបន្ទុកកិច្ចការនេះនៅតែបន្តស្រាវជ្រាវដើម្បីចាប់ដើម្បីបង្ក្រាបដើម្បីបិទទីតាំងទាំងអស់នោះបញ្ជាក់ម្ដងទៀតណាគឺមានទោសទាំងអ្នកប្រព្រឹត្តមានទោសទាំងម្ចាស់ទីតាំងផងដែរប្រសិនបើដឹងថាមានករណីឆបោកអនឡាញហើយនៅតែបន្តជួលទីតាំងនោះឲ្យក្រុមនឹងធ្វើអញ្ចឹងទៀតម្ចាស់ទីតាំងក៏មានទោសដូចគ្នាអញ្ចឹងបងប្អូនសូមជួយចែករំលែកព័ត៌មានសំខាន់មួយនេះឲ្យបានច្រើនទាំងអស់គ្នាហើយពិតជាអរគុណដល់ថ្នាក់ដឹកនាំជាពិសេសឯកឧត្តមគង់ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោកបានយកចិត្តទុកដាក់មែនទែននៅក្នុងការបោសសម្អាតករណីបោកប្រាស់អនឡាញនេះបើទោះបីជាលោកមានកិច្ចការទំនួលខុសត្រូវជាច្រើនដែលលោករវល់មែនទែនជារៀងរាល់ថ្ងៃប៉ុន្តែលោកមិនដែលភ្លេចនៅបេសកកម្មដ៏មានសារៈសំខាន់មួយនេះទេសង្ឃឹមថាករណីនេះនឹងត្រូវបានបោសសម្អាតអស់គ្រប់ទិសទីគ្រប់ទីកន្លែងនៅក្នុងរាជធានីភ្នំពេញក៏ដូចជាគ្រប់រាជធានីខេត្តទាំងអស់ទូទាំងប្រទេសរបស់យើងក្នុងពេលឆាប់នេះបានបោសសម្អាតផ្ទះរបស់យើងបានស្អាតគ្រប់ទីកន្លែងអរគុណច្រើនបងប្អូនអរគុណថ្នាក់ដឹកនាំសម្រាប់ការខិតខំប្រឹងប្រែងនេះសូមអរគុណបងប្អូនដែលបានចំណាយពេលវេលាដ៏មានតម្លៃតាមដានទស្សនាវីដេអូខ្ញុំពីដើមរហូតដល់ចប់ប្រសិនបើបងប្អូនបានទស្សនាចប់ក៏សូមកុំភ្លេចខមមិននៅខាងក្រោមឲ្យខ្ញុំបានដឹងផងសូមអរគុណច្រើនជូនពរពុកម៉ែបងប្អូនជោគជ័យគ្រប់ភារកិច្ចហើយជួបគ្នាម្ដងទៀតនៅថ្ងៃស្អែក